សំណួរសួរមកខ្ញុំវិញថាចុះខ្ញុំចេមសពនឹងដឹងរឿងគេហៅប៉ូលីសឲ្យចាប់ម្ដាយនឹងទេខ្ញុំសូមឆ្លើយថាខ្ញុំមិនដឹងទេក៏ប៉ុន្តែខ្ញុំមិនធ្វើការវិនិច្ឆ័យរឿងនឹងបានទេប្រសិនបើខ្ញុំអត់ដឹងសាច់រឿងពីក្រោយខ្ញុំគ្រាន់តែដឹងច្បាប់អាមេរិកនៅពេលដែលមានការរំខានហើយអ្នកដែលត្រូវគេរំខាននោះទូរស័ព្ទហៅប៉ូលីសមកសួរនាំមើលថាតើការរំខាននោះសមនឹងចាប់ឬទេបើការរំខាននោះមិនសមនឹងចាប់ទេប៉ូលីសក៏បានប្រាប់ឲ្យអ្នកដែលរំខានគេនោះដើរចេញហើយគេសួរអ្នកហៅប៉ូលីសនោះថាតើអ្នកចង់ឲ្យខ្ញុំធ្វើម៉េចបុគ្គលដែលទូរស័ព្ទហៅប៉ូលីសទី1បង្ហាញខ្លួនថាជានរណាទី2មូលហេតុរំខានក្នុងអ្វីបើមូលហេតុរំខាននោះអ្នកងារប៉ូលីសថាការរំខានបែបនេះខ្ញុំគិតថាខ្ញុំអាចនិយាយប្រាប់អ្នករំខានឲ្យដើរចេញកុំឲ្យមករំខានតើអ្នកព្រមទេបើសាមីខ្លួនដែលហៅប៉ូលីសនោះព្រមថាធ្វើម៉េចឲ្យគាត់ចាក់ចេញពីខ្ញុំទៅកុំរំខានខ្ញុំនឹងប៉ូលីសក៏ទៅប្រាប់ម្នាក់ទៀតថាណែអ្នកដែលបានទូរស័ព្ទហៅខ្ញុំថាអ្នកទៅរំខានគេឥឡូវគេអត់ចង់មានបញ្ហាទេគេឲ្យអ្នកចាក់ចេញពីទីតាំងហ្នឹងទៅកុំមកចិត្តហ្នឹងបើខ្ញុំឃើញអ្នកមកចិត្តហ្នឹងរំខានគេទៀតខ្ញុំនឹងចាប់អ្នកហើយអ្នកនេះប៉ូលីសគេនិយាយប្រាប់អញ្ចឹងនឹងបើសិនជាអ្នកហៅប៉ូលីសនោះគេថាគេអត់ចង់ធ្វើអីទេចង់ឲ្យប៉ូលីសជួយប្រាប់អ្នកហ្នឹងឲ្យចាញ់បើអ្នកហៅនោះគាត់យល់ឃើញថាគាត់ត្រូវការចងក្រងសំណុំរឿងមួយដើម្បីការពារកុំឲ្យមនុស្សហ្នឹងមករំខានគាត់ទៀតឧទាហរណ៍ថាមនុស្សហ្នឹងពេលប៉ូលីសមកក៏ដើរចេញទៅបាត់ថ្ងៃក្រោយមកទៀតបង្ករឿងដដែលហើយគាត់មិនចង់ឲ្យមានការបង្ករឿងដដែលគាត់ចង់ចងក្រងសំណុំរឿងមួយដែលគាត់យកទៅពឹងតុលាការឲ្យដាក់នៅដីកា55មួយហៅថា restraining order មិនមែនជាប់ទោសជាប់ពីអីទេគឺតុលាការនឹងចេញដីកាបញ្ជាឲ្យជនដែលមករំខានគេនោះនៅឲ្យឆ្ងាយពីមនុស្សដែលត្រូវគាត់រំខាននៅពេលដែលតុលាការចេញ restraining order បុគ្គលដែលមករំខានគេនោះជាអ្នកណាក៏ដោយបានមកចិត្តគេហើយគេទូរស័ព្ទហៅប៉ូលីសមកសាមីខ្លួនដែលត្រូវគេរំខានមាន restraining order បុគ្គលដែលត្រូវរំខានគេត្រូវប៉ូលីសចាប់តើគេចាប់នឹងគេយកទៅធ្វើស្អីគេយ៉ាងច្រើនគេដាក់ឃុំមួយយប់ដើម្បីគេឲ្យទៅជួបតុលាការនៅក្នុងក្រុងខេត្តខ្លះរដ្ឋខ្លះតុលាការមានទាំងយប់ទាំងថ្ងៃអញ្ចឹងគេយកទៅការិយាល័យប៉ូលីសគេឲ្យជនដែលចាប់នោះទទួលដឹងឮថ្ងៃទៅឡើងតុលាការគេក៏ឲ្យមកផ្ទះវិញផ្ទុយទៅវិញបើវាអត់មានចៅក្រមប្រចាំការក្នុងការសម្រេចឲ្យឡើងតុលាការថ្ងៃណាបុគ្គលដែលគេចាប់នោះត្រូវនៅក្នុងឃុំមួយយប់គេអត់មានវាយធ្វើបាបអីទេនៅក្នុងឃុំមួយយប់ស្អែកឡើងទៅជួបមុខចៅក្រមដើម្បីយកថ្ងៃឡើងតុលាការការចាប់របៀបនេះនៅសហរដ្ឋអាមេរិកមានដូចតទៅទី1ឲ្យតែអាមេរិកសមត្ថកិច្ចអាមេរិកហៅខ្លួននរណាឡើងឡានបើជាភ្នាក់ងារប៉ូលីសគឺដាច់ខាតគេដាក់ខ្នោះហៅថាដាក់ខ្នោះហៅថាចាប់បែបនេះមិនបានសេចក្តីថាបុគ្គលដែលចាប់នោះមានទោសទេគ្រាន់តែមានហេតុផលគេប្តឹងដែលសមត្ថកិច្ចប៉ូលីសយល់ឃើញថាអាចយកទៅឡើងតុលាការបានរីឯតែជាប់ឃុំមួយយប់មិនមែនមានន័យថាជាប់គុកទេគឺគេឃុំខ្លួនដើម្បីរងចាំជួបចៅក្រមមិនមែនជាប់ទោសទេអត់មានតន់ជាប់ទោសជាប់អីទេអញ្ចឹងបើសិនណាជារឿងដែលកើតឡើងឬសូវសម្លេងនេះខ្ញុំមិនបង្ហាញរូបភាពទេបើម្ដាយបុរសនឹងគាត់ទៅរំខានបុរសនឹងដែលបុរសនឹងគាត់អត់ចង់ឆ្លោះប្រកែកជាមួយម្ដាយគាត់ទេគាត់ក៏ប្រាប់ម្ដាយគាត់ថាឲ្យចាញ់ពីគាត់កុំរំខានជីវិតរបស់គាត់បើមិនចាញ់បើតាមស្ដាប់ឮទៅគឺប៉ូលីសហ្នឹងគាត់ស្ត្រីដែលជាប់ខ្នោះហ្នឹងគាត់ស្ដាយរីករាយនឹងឲ្យកូនចាប់គាត់ពីព្រោះគាត់យល់ឃើញថាបើកូនហ៊ានចាប់គាត់គឺគាត់នឹងផ្សាយព្រោះគាត់ប្រាប់គេឲ្យគេថតនឹងផ្សាយថាកូនហ្នឹងវារមិលគុណវាអកតញ្ញូវារមិលគុណវាអកតញ្ញូគាត់យល់តាមសម្ដីគាត់ហ្នឹងគឺគាត់បង្ហាញអញ្ចឹងគាត់ស្ដាយរីករាយគាត់អរគុណអ្នកងារប៉ូលីសដែលវាយខ្នោះគាត់ហើយគាត់ប្រាប់អ្នកឈរថតឲ្យថតគាត់ទៀតអ្នកឈរថតក៏បោះសម្ដីថាហែងសំមុខហើយអីចឹងវាល្អហើយអញ្ចឹងទាំងអស់ហ្នឹងគឺអ្នកដែលទៅរំខានបុរសដែលជាកូននោះមិនមែនស្ត្រីម្នាក់ទេអ្នកដែលទៅរំខាននោះមានគ្នាច្រើនជាង1នាក់ដែលវាមានអ្នកថតទៅជាមួយយ៉ាងហោចណាក៏គ្នាច្រើនជាង1នាក់បានសេចក្តីថាទៅរំខានគេមែនរំខាននរណាគឺរំខានកូនប្រុសតែកូនប្រុសនោះគាត់មានកំណត់ចិត្តគាត់អត់រស់នៅជាមួយនឹងម្ដាយគាត់ទេគាត់រស់នៅទីទីពីគ្នាកូននោះគ្រប់អាយុហើយកូនប្រុសនោះគ្រប់អាយុហើយអញ្ចឹងកំណត់ចិត្តក៏គ្រប់អាយុដែរអញ្ចឹងការដែលស្ត្រីជាម្ដាយទៅរកគួនកូនខ្លួនឯងយើងអត់ដឹងថារកគួនរឿងអីទេណារកកូនគួនខ្លួនឯងហើយមានទាំងអ្នកហែហោមទៅជាមួយច្រើនជាង1នាក់ទៅចាំថតឲ្យគាត់សប្បាយចិត្តនឹងឲ្យកូនគាត់ហៅប៉ូលីសចាប់គាត់ដើម្បីគាត់ថតដើម្បីគាត់សម្ដែងថាកូននឹងវារមិលគុណគាត់វាអកតញ្ញូនឹងគាត់ស្ត្រីនោះបង្ហាញភាពច្បាស់លាស់របស់គាត់ចង់ត្រួតត្រាកូនប្រុសគាត់
ដែលគ្រប់អាយុហើយដែលគ្រប់អាយុតាមផ្លូវច្បាប់ហើយណាបាទដូច្នេះយើងងាកទៅកូនប្រុសគាត់សម្រាប់ហៅប៉ូលីសការហៅប៉ូលីសឲ្យមកអន្តរាគមន៍គឺដល់ចំណុចតែកូនប្រុសគាត់អត់អាចដោះស្រាយជាមួយម្ដាយបានទេពីព្រោះក៏អត់មានជេរម្ដាយគ្នាទេកូនស្ត្រីហ្នឹងក៏អត់បានជេរកូនគាត់ទេអត់បានជេរកូនប្រុសគាត់ទេកូនប្រុសគាត់ក៏នៅស្ងៀមអត់មានជេរបចោលគ្នាទេអាចជាប់តាក់ទងនឹងមនុស្សទី3ដូច្នេះបើកូនប្រុសនោះហៅប៉ូលីសឲ្យមកអន្តរាគមន៍មិនឲ្យមកចាប់គាត់ទេឲ្យមកអន្តរាគមន៍ហើយចៃដន្យអីវាមានជាប់ចម្ពាក់រឿងនឹងមនុស្សទី3ជាគូកំណានរបស់កូនប្រុសអញ្ចឹងគេថាគេ press charge គេចង់ឲ្យយកស្ត្រីនឹងចេញស្ត្រីនឹងក៏ត្រូវចាប់ខ្លួនដាក់ខ្នោះយកទៅការិយាល័យប៉ូលីសជួបតុលាការមិនបានសេចក្តីថាជាប់គុកទេទោះបីជាប់មួយយប់ក៏ដោយក៏អត់ចាត់ទុកថាជាប់គុកដែរពីព្រោះនឹងគឺជានីតិវិធីនៅសហរដ្ឋអាមេរិកបើសិនណាជាកូនប្រុសរបស់គាត់ឬក៏កំណានចិត្តរបស់កូនប្រុសនឹងគេចង់មាន restraining order គេអត់ចង់ឲ្យគាត់នឹងបរិបាលរបស់គាត់មករំខានគេត្រូវសុំឲ្យដីកាឲ្យតុលាការចេញដីកាហាមមិនឲ្យស្ត្រីជាម្ដាយទៅចិត្តកូនប្រុសនិងកំណានចិត្តរបស់កូនប្រុសទេនឹងគេហៅថា restraining order របៀបអញ្ចឹងអត់មានទោសពីអីទេគាត់គេហាមគេថាអ្នកឯងពីរនាក់ហ្នឹងភាគីកហើយនិងភាគីខហ្នឹងមិនត្រូវគ្នាកុំទៅចិត្តគ្នាដើម្បីកុំឲ្យឆ្លោះគ្នាបើទៅចិត្តគ្នាមានគេដឹងខ្ញុំចាប់អ្នកឯងហើយបើគេចាប់ក៏គេមិនធ្វើទោសដែរគេទៅប្រមានម្ដងទៀតអានឹងអញ្ចឹងវាអត់មានវាយដំចាំភ័ក្រអីទេណាបងប្អូនអញ្ចឹងប្រហែលជាកូនប្រុសហ្នឹងជាអ្នកហៅប៉ូលីសឬក៏កូនប្រុសហ្នឹងអត់ហៅប៉ូលីសទេកំណានចិត្តរបស់កូនប្រុសហ្នឹងហៅប៉ូលីសហើយកូនប្រុសហ្នឹងគ្រាន់តែព្រមជាមួយថាហៅចុះកុំឲ្យគាត់មករំខានអីចឹងយើងអត់ដឹងរឿងទេក៏ប៉ុន្តែសាច់រឿងហ្នឹងអត់ធ្ងន់ធ្ងរទេវាជានីតិវិធីនៅសហរដ្ឋអាមេរិកគឺគេធ្វើអញ្ចឹងដូច្នេះហើយមនុស្សនៅក្រៅអាមេរិកដែលសរុបសេចក្តីវិនិច្ឆ័យរឿងនេះគឺគ្មានដឹងអីទេណាហើយអាពេតម្ដាយអ្នកមានគុណអីកុំយកមកនិយាយពីព្រោះរឿងហ្នឹងហួសសម័យហើយអារឿងម្ដាយមានគុណហើយកុំយកមកនិយាយថាកូនប្រុសហ្នឹងសុខចិត្តដាក់គុកម៉ែមិនដាក់គុកម៉ែទេស្ត្រីដែលគេវាយខ្នោះហ្នឹងមិនបានជាប់គុក10ឆ្នាំ20ឆ្នាំឬ3ខែ1ខែ2ខែមកទេអត់ទេមិនទាន់ដឹងថាជាប់ឬមិនជាប់ទេស្ដាប់ឲ្យបានដូច្នេះការដែលហៅប៉ូលីសគឺដើម្បីដោះស្រាយបញ្ហាមិនមែនរមិលគុណទេអ្នកដែលមិនដឹងរឿងហើយទៅវិនិច្ឆ័យរឿងគេដែលអត់ដឹងខ្យល់អីហើយគិតតែខ្លួនហ្នឹងវិនិច្ឆ័យត្រូវគ្មានត្រូវខ្មៅយកអីទេល្ងងមើលនៅភ្នែកវិនិច្ឆ័យគេអត់ដឹងរឿងគេទេខ្ញុំអត់ហាមទេមនុស្សដែលវិនិច្ឆ័យគេអូហាមបានទេមនុស្សដែលវិនិច្ឆ័យគេនេះគេចូលគេដឹងរឿងអ្នកដទៃនេះវាច្បាស់លាស់ណាស់អត់ទេរឿងនេះនៅអាមេរិកគឺជារឿងធម្មតាគេហៅថា domestic issues ដែលត្រូវការអន្តរាគមន៍ពីអ្នកងារប៉ូលីសជាអ្នកអនុវត្តច្បាប់ហើយចុះរឿងរមិលគុណគ្មានរមិលអកប័យអីទេហើយចុះបើមិនរមិលគុណមិនក៏ហៅប៉ូលីសឲ្យចាប់ជួនកាលម៉ែនឹងគាត់បង្កបញ្ហាដល់កំណត់មួយដែលត្រូវតែពឹងសមត្ថកិច្ចឲ្យជួយទប់ទល់ឧបមាខ្ញុំមិនដឹងរឿងគេខ្ញុំអត់ចង់លើកមកនិយាយឬសូថាម្ដាយនឹងរហូតដល់ខ្ចប់ទឹកនោមចង់ទៅជះដាក់ស្រីដែលជាកំណានរបស់កូនប្រុសខ្លួនឯងយើងអត់ដឹងរឿងទេចង់បើសិនទៅជះដាក់គេស្ត្រីដែលជាម្ដាយនឹងអាចជាប់គុកតាមបានទេចុះបើកូនប្រុសហៅប៉ូលីសមកណាមុននឹងកើតហេតុហ្នឹងសួរថាកូនប្រុសគាត់នឹងរមិលគុណនឹងគាត់អកតញ្ញូនឹងគាត់ឬជួយគាត់ចំឡើយឆ្លើយថាជួយគាត់បើឲ្យគាត់ទៅកវែងទឹកនោមនឹងដាក់ស្ត្រីដែលជាកំណានចិត្តហើយស្ត្រីដែលជាកំណានចិត្តហ្នឹងគេ press charge ស្ត្រីដែលជាម្ដាយអាចជាប់គុកស្ដាប់បានទេបើវាមិនទាន់កើតហេតុទេហើយកូនប្រុសហ្នឹងទៅទប់ច្រែងទៅហើយតែម៉ែឯងមិនទៅខ្ញុំហៅប៉ូលីសហ្នឹងមិនបានសេចក្តីថាអកតញ្ញូទេបានសេចក្តីថាជួយម៉ែទៅវិញទេដូច្នេះអ្វីដែលកើតឡើងក្នុងរូបភាពហ្នឹងយើងមិនដឹងពីជំរឿរបស់វាទេណាមួយទៅមិនបានសេចក្តីថាចាប់ម៉ែដាក់គុកទេប៉ុន្តែស្រុកខ្មែរយើងវាអត់ដឹងច្បាប់មិនយល់អំពីស្រុកអាមេរិកហើយនៅអាមេរិកហ្នឹងក៏អត់ដឹងដែរអ្នកនៅអាមេរិកខ្លះហ្នឹងអត់ដឹងរឿងអញ្ចឹងទេហើយទៅវិនិច្ឆ័យណាវិនិច្ឆ័យលើគេជួនកាលទៅការដោះស្រាយរបស់គេនោះដោះស្រាយដោយចិត្តល្អទេដោយទឹកចិត្តល្អមិនមានបញ្ហាទេណាដោយសាររឿងនេះគេត្រូលណាដោយសាររឿងនេះគេត្រូលទៅអញ្ចឹងទៅក៏សិតតាអីខ្ញុំមិនសូវគិតពីគ្រួសារនិងឯកជនភាពរបស់គេទេពីព្រោះអ្វីពីព្រោះរឿងហ្នឹងយើងអត់ដឹងចង្កៀងនរណាភ្លឺផ្ទះអ្នកហ្នឹងតែខ្ញុំឃើញផ្សព្វផ្សាយចេញមកច្រើនខ្ញុំចង់លើកមកនិយាយថាវាមិនមែនដូចយើងវិនិច្ឆ័យទេ